ស្វាគមន៍មកកាន់ការណែនាំអំពីរបៀបចុះឈ្មោះបង្កើតគណនីនៅលើប្រព័ន្ធអង្គភាពច្រកចេញចូលតែមួយដើម្បីបង្កើតគណនីបានដោយរលូនសូមអនុវត្តតាមជំហានងាយដូចខាងក្រោមដំបូងឡើយសូមបើកកម្មវិធី browser នៅលើកុំព្យូទ័ររបស់អ្នកដូចជា Google Chrome រួចវាយអាសយដ្ឋានគេហទំព័រអនឡាញនៅពេលទំព័រដើមលេចឡើងសូមចុចលើប៊ូតុងសេវាតាមអនឡាញបន្ទាប់មកប្រព័ន្ធនឹងនាំអ្នកទៅកាន់ទំព័រចូលប្រើប្រាស់ហើយសូមចុចលើប៊ូតុងពណ៌បៃតងបង្កើតគណនីនៅក្នុងជំហានបន្ទាប់ប្រព័ន្ធនឹងតម្រូវឲ្យអ្នកបញ្ជាក់អត្តសញ្ញាណសូមវាយបញ្ចូលលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំង9ខ្ទង់របស់អ្នករួចចុចប៊ូតុងបន្តចូលមកដល់ទម្រង់បំពេញព័ត៌មានជំហានទី1អ្នកត្រូវអាប់ឡូតរូបថតអត្តសញ្ញាណប័ណ្ណរបស់អ្នកទាំងពីរជ្រុងសូមចុចប្រអប់ខាងឆ្វេងដើម្បីអាប់ឡូតរូបថតអត្តសញ្ញាណប័ណ្ណខាងមុខនិងចុចប្រអប់ខាងស្ដាំដើម្បីអាប់ឡូតរូបថតខាងខ្នងបន្ទាប់មកសូមបំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវរួមមានឈ្មោះជាភាសាខ្មែរឈ្មោះជាអក្សរឡាតាំងថ្ងៃខែឆ្នាំកំណើតភេទអាសយដ្ឋានដ្ឋានដើមអ៊ីមែលកាលបរិច្ឆេទផុតកំណត់នៃអត្តសញ្ញាណប័ណ្ណនិងអាសយដ្ឋានបច្ចុប្បន្ននៅពេលបំពេញសព្វគ្រប់ហើយសូមចុចប៊ូតុងបន្តឈានចូលមកដល់ជំហានទី2គឺជាការផ្ទៀងផ្ទាត់លេខទូរស័ព្ទសូមវាយបញ្ចូលលេខទូរស័ព្ទរបស់អ្នករួចចុចប៊ូតុងផ្ញើលេខកូដក្នុងពេលបន្តិចទៀតប្រព័ន្ធនឹងផ្ញើលេខកូដកាន់ទូរស័ព្ទរបស់អ្នកសូមយកលេខកូដមកវាយបញ្ចូលក្នុងប្រអប់រួចចុចប៊ូតុងបន្តជំហានទី3គឺជាការបង្កើតលេខសម្ងាត់សូមកំណត់លេខសម្ងាត់ password សម្រាប់ប្រើប្រាស់គណនីរបស់អ្នកហើយវាយបញ្ចូលលេខសម្ងាត់ដែលនោះម្ដងទៀតក្នុងប្រអប់ខាងក្រោមដើម្បីផ្ទៀងផ្ទាត់រួចហើយសូមចុចប៊ូតុងរក្សាទុកជាចុងក្រោយនៅពេលអ្នកឃើញសារបញ្ជាក់ថាការចុះឈ្មោះគណនីបានជោគជ័យនោះមានន័យថាគណនីរបស់អ្នកត្រូវបានបង្កើតរួចរាល់ហើយអ្នកអាចប្រើប្រាស់លេខអត្តសញ្ញាណប័ណ្ណនិងលេខសម្ងាត់ដែលបានបង្កើតនេះដើម្បីចូលប្រើប្រាស់និងស្នើសុំសេវាកម្មផ្សេងក្នុងប្រព័ន្ធបានភ្លាមសូមអរគុណ